ថ្ងៃនេះខ្ញុំសូមនាំចំណីអារម្មណ៍ទៅដល់បងប្អូនអ្នកស្ដាប់នៅរឿងដំណើរទៅកាន់អថកំបាំងនារីវ័យក្មេងម្នាក់ឈ្មោះនីតាបានធ្វើដំណើរទៅកាន់ប្រាសាទបុរាណមួយដែលបានលាក់ខ្លួននៅក្នុងព្រៃជ្រៅប្រាសាទនេះមានឈ្មោះថាប្រាសាទនាគមាសដែលជាកន្លែងស័ក្តិសិទ្ធិនិងមានអាថ៌កំបាំងជាច្រើននីតាបានឮដំណឹងថាប្រាសាទនេះមានថាមពលដ៏អស្ចារ្យដែលអាចបំពេញបំណងប្រាថ្នារបស់អ្នកដើរទៅទីនោះនីតាបានដើរចិនដើរថ្មចាស់ចាស់ដែលនាំទៅកាន់ប្រាសាទចិនដើរទាំងនោះមានសភាពទ្រុឌទ្រោមពោពេញទៅដោយស្លែនាងមានអារម្មណ៍ថាដូចជាកំពុងដើរឆ្លងកាត់ពេលវេលាត្រឡប់ទៅអតីតកាលដ៏យូរលង់ពេលនោះនាងដើរឡើងនាងក៏បានសម្លឹងមើលជុំវិញខ្លួនឃើញដើមឈើធំធំដែលដុះព័ទ្ធជុំវិញប្រាសាទពន្លឺថ្ងៃចាំងចូលមកតាមចន្លោះស្លឹកឈើបង្កើតបាននៅជាទេសភាពដ៏ស្រស់ស្អាតនិងអាថ៌កំបាំងទីបំផុតនីតាបានឡើងមកដល់កំពូលជណ្ដើរដែលជាច្រកចូលនៃប្រាសាទនាងបានឈរស្ងៀមមួយសន្ទុះសម្លឹងមើលទ្វារប្រាសាទដែលធ្វើអំពីថ្មភក់ទ្វារទាំងនោះមានរូបចម្លាក់នាគមាសដ៏ធំមួយដែលមើលទៅគួរឲ្យខ្លាចនីតាដកដង្ហើមធំវែងហើយដើរចូលទៅក្នុងប្រាសាទនៅខាងក្នុងប្រាសាទនីតាបានឃើញអាសនៈមួយដែលធ្វើអំពីថ្មភក់នៅលើអាសនៈនោះមានរូបចម្លាក់នាគមាសតូចមួយនីតាបានលុតជង្គង់ចុះហើយបួងសួងឲ្យនាគមាសនោះជួយបំពេញបំណងប្រាថ្នារបស់នាងបានបិទភ្នែកហើយផ្ដោតអារម្មណ៍ទៅលើបំណងប្រាថ្នារបស់នាងពេលនោះបើកភ្នែកឡើងនាងក៏ឃើញពន្លឺពណ៌មាសមួយដែលចាំងចេញពីរូបចម្លាក់នាគមាសពន្លឺនោះបានរុំព័ទ្ធនាងហើយធ្វើឲ្យនាងមានអារម្មណ៍ថាមានថាមពលដ៏អស្ចារ្យនាងដឹងថាបំណងប្រាថ្នារបស់នាងត្រូវបានសម្រេចនីតាក៏បានចាក់ចេញពីប្រាសាទនាគនោះដោយមានអារម្មណ៍ថាមានសុភមង្គលនិងក្តីសង្ឃឹមនាងដឹងថាដំណើរផ្សងព្រេងរបស់នាងត្រូវបានផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូត